នេះជាសកម្មភាពស្រោចបន្លែជារៀងរាល់ថ្ងៃតាំងពីដាំដំបូងវានៅទូចហើយយើងស្រោចមួយថ្ងៃពីរដងនៅពេលវាធំអញ្ចឹងទៅយើងកាត់បន្ថយបានក្នុងមួយថ្ងៃយើងស្រោចមិត្តតែម្ដងបានហើយស្រោចទៅពេលល្ងាចអាចទៅម៉ោង5ឬក៏ម៉ោងប្រហែលដែលយើងទៅនេអាចស្រោចបានឥឡូវនេះគឺមានខ្ទឹមមានបន្លែតកួនដាំឲ្យតែមានកន្លែងណាមានចន្លោះគឺដាំទាំងអស់ហ្នឹងអញ្ចឹងអត់មានកន្លែងណាទុកឲ្យចន្លោះបានទេនឹងកំពុងតែដាំហើយឥឡូវនេះគឺមានដាំដំឡូងផងណាដាំផ្លែឈើចម្រុះនៅក្នុងវត្តហ្នឹងកន្លែងណាត្នេណានេះជាប្រសង់ណាកំពុងតែបេះនៅបន្លែផងហើយមានគុណសិស្សជួយហើយមានការស្រោចបន្លែអញ្ចឹងទៅដាក់វេនគ្នាស្រោចនៅក្នុងវត្តអញ្ចឹងនឹងទាំងអស់ហ្នឹងក៏មានយាយនៅក្នុងវត្តនឹងផងប្រសង់ផងកូនសិស្សផងចូលរួមដៃគ្នានឹងហើយបានតប្រព័ន្ធទឹកងាយស្រួលពេលដែលយើងស្រោចទឹកអញ្ចឹងទៅពេលខ្លះមានហើយយើងបើកតែទៅយកទៅគឺទឹកហ្នឹងវាវិលខ្ញាល់ហ្មងហើយកន្លែងខ្លះហ្នឹងទឹកអត់ដល់ទៅយកខូចអញ្ចឹងក៏ដងស្រោចតែម្ដង